លោក Trump ផ្ដល់ការលើកលែងមួយឆ្នាំដល់ប្រទេសហុងគ្រីពីទណ្ឌកម្មថាមពលរបស់រុស្ស៊ីបើតាមការចុះផ្សាយពី BBC នៅថ្ងៃទី8 វិច្ឆិកានេះថាលោក Donald Trump បានលើកលែងប្រទេសហុងគ្រីពីទណ្ឌកម្មដោយសារតែការទិញប្រេងនិងឧស្ម័នរបស់រុស្ស៊ីជាបន្តបន្ទាប់រយៈពេល1ឆ្នាំនេះបើយោងតាមមន្ត្រីសេដ្ឋវិមានម្នាក់បានបញ្ជាក់ប្រាប់ BBC News មុននេះប្រធានាធិបតីអាមេរិកបាននិយាយថាលោកនឹងពិចារណាលើការដកលោកនាយករដ្ឋមន្ត្រីហុងគ្រីគឺលោក Viktor Orban ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក Trump ដែលបានរក្សាទំនាក់ទំនងល្អជាមួយរុស្ស៊ីពេញមួយសង្គ្រាមអ៊ុយក្រែនថ្លែងការពីថ្ងៃសុក្រក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក Orban ទៅកាន់សេដ្ឋវិមានលោក Trump បាននិយាយថាការលើកលែងមួយកំពុងស្ថិតក្រោមការពិចារណាពីព្រោះវាពិបាកណាស់សម្រាប់គាត់ក្នុងការទទួលបានប្រេងនិងឧស្ម័នពីតំបន់ផ្សេងទៀតវាកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ក្រុមហ៊ុនប្រេងធំជាងគេពីររបស់រុស្ស៊ីក្នុងបញ្ជីខ្មៅកាលពីខែមុនដោយគំរាមកំហែងដាក់ទណ្ឌកម្មលើអ្នកដែលទិញពីពួកគេបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសហុងគ្រីលោក Peter Stigert បានសរសេរនៅលើសង្គម X ថាសហរដ្ឋអាមេរិកបានផ្ដល់ការលើកលែងពេញលេញនិងគ្មានដែនកំណត់ពីទណ្ឌកម្មលើប្រេងនិងឧស្ម័នដល់ទីក្រុងប៊ុយដាប៉េស្តមន្ត្រីម្នាក់ក្រោយមកបានប្រាប់ BBC ថាការលើកលែងត្រូវបានកំណត់ពេលវេលាត្រឹម1ឆ្នាំការសម្រេចចិត្តរបស់លោក Trump នេះគឺជាជ័យជំនះដ៏សំខាន់មួយសម្រាប់លោក Orbanតែបាននិយាយថាទណ្ឌកម្មនឹងបំផ្លាញសេដ្ឋកិច្ចរបស់ប្រទេសរបស់លោកក្នុងអំឡុងពេលនៃកិច្ចប្រជុំជាសាធារណៈលោក Trump ហាក់ដូចជាមានការអាណិតអាសូរចំពោះជំហររបស់ប្រទេសហុងគ្រីជាប្រទេសដែលគ្មានឆ្នេរសមុទ្រដែលពឹងផ្អែកលើប្រេងនិងឧស្ម័នពីប្រទេសរុស្ស៊ីប៉ុន្តែបានឈប់ផ្ដល់ការធានាជាក់លាក់មួយប៉ុន្តែក្រោយមកវាច្បាស់ណាស់ថាប្រធានាធិបតីសហរដ្ឋអាមេរិកបានផ្ដល់ការលើកលែងរយៈពេល1ឆ្នាំហាក់ដូចជាហោះហើរប្រឆាំងនឹងការប្តេជ្ញាចិត្តរបស់លោកកាលពី2សប្តាហ៍មុនដើម្បីដាក់ទណ្ឌកម្មលើអ្នកណាដែលធ្វើអាជីវកម្មជាមួយក្រុមហ៊ុនថាមពលរបស់រុស្ស៊ីប្រទេសហុងគ្រីបានយល់ព្រមទិញឧស្ម័នធម្មជាតិរបស់សហរដ្ឋអាមេរិករាប់រយលានដុល្លារជាផ្នែកមួយនៃកិច្ចព្រមព្រៀងប៉ុន្តែវាជាកិច្ចព្រមព្រៀងមួយដែលទំនងជានឹងធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរនៅក្នុងរដ្ឋធានីអឺរ៉ុបជាច្រើនដែលភាគច្រើននៃពួកគេបានប្រឆាំងនឹងជំហរមិត្តភាពរបស់ប្រទេសហុងគ្រីចំពោះទីក្រុងមូស្គូជាយូរមកហើយលោក Orban ធ្លាប់ជាសម្ព័ន្ធមិត្តផ្ទាល់ខ្លួននិងនយោបាយជិតស្និទ្ធរបស់ប្រធានាធិបតីជាយូរមកហើយដោយបានបន្តសម្លេងភាគច្រើននៃវោហារសាស្ត្រស្លាប់ស្ដាំនិយមរបស់លោក Donald Trump លើបញ្ហាអន្តោប្រវេសន៍និងបញ្ហាសង្គមភាពស្មោះត្រង់នោះហាក់ដូចជាបានធ្វើឲ្យនាយករដ្ឋមន្ត្រីហុងគ្រីទទួលបានការយកចិត្តទុកដាក់ពិសេសមួយចំនួននៅពេលដែលគាត់កំពុងប្រឈមមុខនឹងការបោះឆ្នោតដ៏លំបាកនៅនីតិក្រដូវលោក Trump បានបន្ថែមថាខណៈពេលដែលប្រទេសហុងគ្រីប្រឈមមុខនឹងបញ្ហាប្រឈមផ្នែកភស្តុភារពិសេសរួមទាំងការចូលទៅកាន់សមុទ្រដែលអាចប្រើសម្រាប់ឃុំប្រេងលោកមានការរំខានយ៉ាងខ្លាំងដោយប្រទេសអឺរ៉ុបផ្សេងទៀតដែលលោកបាននិយាយថាបានបន្តទិញទំនិញរបស់រុស្ស៊ីទោះបីជាមិនមានជាប់សមុទ្រក៏ដោយលោក Orban ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតមួយរបស់លោក Trump នៅអឺរ៉ុបនិងដែលបានទប់ទល់នឹងកិច្ចខិតខំប្រឹងប្រែងរបស់សហភាពអឺរ៉ុបជាយូរមកហើយក្នុងការដាក់សម្ពាធលើទីក្រុងមូស្គូលើបញ្ហាអ៊ុយក្រែនបានការពារទំនាក់ទំនងថាមពលរបស់គាត់ជាមួយរុស្ស៊ីដោយបាននិយាយកាលពីថ្ងៃសុក្រថាបំពង់បង្ហូរប្រេងមិនមែនមនោគមវិជ្ជាឬនយោបាយទេប៉ុន្តែការពិតដោយសារតែខ្វះកំពង់ផែគាត់បានប្រើប្រាស់ការពឹងផ្អែកយ៉ាងខ្លាំងរបស់ប្រទេសរបស់គាត់លើប្រេងនិងឧស្ម័នរបស់រុស្ស៊ីជាមធ្យោបាយមួយដើម្បីរក្សាទំនាក់ទំនងល្អរបស់គាត់ជាមួយទីក្រុងមូស្គូក៏ដូចជាវេទិកាមួយដែលគាត់សង្ឃឹមថានឹងឈ្នះការបោះឆ្នោតឡើងវិញនៅខែមេសាក្រោយនៅប្រទេសហុងគ្រីគាត់បានសន្យាថានឹងលក់ចេញថាមពលរុស្ស៊ីថោកសម្រាប់អ្នកបោះឆ្នោតលោក Trump និងលោក Orban ក៏បានពិភាក្សាអំពីសង្គ្រាមនៅអ៊ុយក្រែននៅថ្ងៃសុក្រផងដែរដែលជាកិច្ចពិភាក្សាជាផ្លូវការលើកដំបូងរបស់ពួកគេចាប់តាំងពីលោក Trump វិលត្រឡប់មកកាន់អំណាចវិញរួមទាំងលទ្ធភាពនៃការចរចាជាមួយលោក Putin លោក Trump បាននិយាយថា Orban យល់ពីលោក Putin ហើយស្គាល់ចិត្តលោក Putin យ៉ាងច្បាស់ខ្ញុំគិតថាលោក Victor មានអារម្មណ៍ថាយើងនឹងបញ្ចប់សង្គ្រាមនៅពេលអនាគតដ៏ខ្លីខាងមុខនេះទន្ទឹមនឹងនេះមេដឹកនាំហុងគ្រីបាននិយាយថាមានតែប្រទេសទាំងពីររបស់ពួកគេទេដែលពិតជាចង់បានសន្តិភាពនៅអ៊ុយក្រែនរដ្ឋាភិបាលផ្សេងទៀតទាំងអស់ចូលចិត្តបន្តសង្គ្រាមពីព្រោះពួកគេជាច្រើនគិតថាអ៊ុយក្រែនអាចឈ្នះនៅជួរមុខដែលជាការយល់ច្រឡំអំពីស្ថានភាពលោក Trump បានសួរគាត់ថាដូច្នេះអ្នកចង់និយាយថាអ៊ុយក្រែនមិនអាចឈ្នះសង្គ្រាមនោះទេតែលោក Orban បានឆ្លើយថាអ្នកដឹងទេអភូតហេតុអាចកើតឡើងក្រៅពីបញ្ហាទុនកម្មប្រេងនិងឧស្ម័ន
ឧស្សាហកម្មរថយន្តដែលជំរុញដោយការនាំចេញរបស់ប្រទេសហុងគ្រីត្រូវបានរងផលប៉ះពាល់ដោយពន្ធរបស់លោកថ្រឹមលើទំនិញអឺរ៉ុបដែលបន្ថែមទៅលើសេដ្ឋកិច្ចដែលខ្សោយរួចទៅហើយបើទោះបីជាមានការប៉ះទង្គិចគ្នាជាញឹកញាប់ជាមួយមេដឹកនាំសហភាពអឺរ៉ុបលើបញ្ហាអន្តោប្រវេសន៍លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋក៏ដោយលោកថ្រឹមបានជំរុញឲ្យអឺរ៉ុបគោរពមេដឹកនាំរូបនេះយ៉ាងខ្លាំងពីព្រោះគាត់និយាយត្រូវលើបញ្ហាអន្តោប្រវេសន៍